รื่อยเกิดหลังខ្ញុំឃើញស្ទើររាល់ថ្ងៃក្មេងចាប់ប្រុសស្រីទៅលំបាកស្ទើរទឹកใสពួកអសត្វចង្រៃតែឈ្នះពៀនលើទឹកដីវាមិនខ្លាចបាបនឹងអំណាចអវជ័យសត្វដេរឆានរស់នៅតែគ្មានវិន័យឲ្យឯរកម្មដែលអំណាចព្រះប្រល័យលប់តាំងពីលើរហូតមកដល់ក្រោមឈួតតាំងពីធំរហូតមកដល់តូចពួកគ្មានពូជដូចត្រីជប់សន្ទូចវាពូកែសំដែងគ្មាននរណាធ្វើបានដូចរស់លើដីតែមួយតែមិនចេះលើកស្ទួយដើរបង្កចំនួនឲ្យតាំងរកជំនួយពួកខ្លួនពួរក្បាលវិញមកគួយវត្តតែមានពួកឯងធ្វើឲ្យគ្រប់គ្នាព្រួយរកគ្រឿងកម្ពុជារហូតដល់ភូមិក្រុងសិទ្ធិព្រះចរិកវិញជាព្រាយគ្រូសិទ្ធិប្រែតែធ្វើដូចខ្លួនជាទាយពួកហិនហោចអញជំពរឲ្យឆាប់រលាយលួចតែតាំងពីដើមរហូតដល់ដល់ឲ្យលើលួចតែទឹកកំពីលួចទាំងដីលួចទាំងផ្លូវលួចគ្រប់យ៉ាងឲ្យតែខ្មែរយើងសន់នៅយីពួកអាចោពួកអាចក្នុងកន្ថោពួកអាពូចោសៀមពេលលិចលងងាប់បាត់ទៅឲ្យពួកឯងងាប់ដូចជាខ្មោចជីបសំពៅមិនចង់សាងបើជាចង់សាងសត្រូវជួយជាតិអ្វីក៏មិនបានត្រឹមតែបញ្ចេញសំនៀងសំឡេងចិត្តនឹងបេះដូចជំជឿដូចជាគេចាប់ដេតែលើលោកនេះមានយុត្តិធម៌ទេជីវិតគ្រួសារយើងជីវិតគ្រួសារគេខ្ញុំលើកដៃសំពះប៉ុនទៅដល់ទេវតាសូមបព្វបរតដូនតាជួយតាមថែរក្សាឲ្យកូនចៅខ្មែរគ្រប់រូបមានជីវិតថ្លៃថ្លារួចផុតចាក់ទុកគ្រប់បញ្ហាសូមឲ្យខ្មាំងសិតត្រូវខ្ចាត់ខ្ចាយហើយជប់បណ្ដាសាអរគុណដល់វីរៈកងទ័ពដ៏ខ្លាំងក្លាឈរជើងការពារដែនដីខេមរាឈរជើងការពារដែនដីខេមរាឈរជើងការពារដែនដីខេមរា